សួស្តីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់សុខភាពគឺជាគំនិតដ៏មានតម្លៃបំផុតនៃជីវិតដែលយើងទាំងអស់គ្នាតែងតែស្វែងរកវិធីដើម្បីថែរក្សានិងធ្វើឲ្យវាកាន់តែប្រសើរឡើងថ្មីនេះមេរៀនជីវិតបានសង្កេតឃើញថាមានការនិយមនៅក្នុងចំណោមលោកតាលោកយាយនិងបងប្អូនក្នុងការចែករំលែកគន្លឹះសុខភាពមួយគឺការផឹកទឹកក្រូចឆ្មានៅពេលព្រឹកដោយជឿថាវាអាចជួយបណ្ដេញជាតិពុលចេញពីរាងកាយនិងនាំមកនូវភាពស្រស់ថ្លាមិនត្រឹមតែប៉ុណ្ណោះអ្នកខ្លះថែមទាំងប្រើទឹកក្រូចឆ្មាដើម្បីបន្តក់ភ្នែកដោយសង្ឃឹមថាវានឹងសម្អាតប្រឆាំងនឹងការរលាកនិងជួយឲ្យភ្នែកមានសុខភាពល្អប៉ុន្តែតើជំនឿទាំងនេះពិតជាមានមូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានមែនឬផ្ទុយទៅវិញបើយើងប្រើទឹកក្រូចឆ្មាខុសវិធីវាអាចនឹងក្លាយជាសារជាតិពុលដ៏គ្រោះថ្នាក់ដែលប៉ះពាល់ដល់រាងកាយរបស់យើងជាពិសេសសម្រាប់លោកតាលោកយាយនិងបងប្អូនដែលមានវ័យច្រើនឬមានសុខភាពផុយស្រួយថ្ងៃនេះមេរៀនជីវិតនឹងនាំលោកតាលោកយាយនិងបងប្អូនទៅស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីអត្ថប្រយោជន៍និងគ្រោះថ្នាក់នៃការផឹកទឹកក្រូចឆ្មាតើវាពិតជាជួយសម្អាតរាងកាយឬអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងសូមអមដំណើរជាមួយមេរៀនជីវិតដើម្បីស្វែងរកចម្លើយជាមួយគ្នាផ្នែកទី1តើទឹកក្រូចឆ្មាពិតជាអាចជួយសម្អាតរាងកាយបានឬទេសុខភាពគឺជាកំណប់ដ៏មានតម្លៃហើយទឹកក្រូចឆ្មាអាចជាដៃគូដ៏អស្ចារ្យក្នុងការថែរក្សាវានៅពេលពិនិត្យលើសមាសធាតុអាហារូបត្ថម្ភផ្លែក្រូចឆ្មាសម្បូរទៅដោយវីតាមីន C ដ៏សំខាន់សារជាតិ Flavonoid ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងអាស៊ីតស៊ីត្រិកដែលជួយបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារសមាសធាតុទាំងនេះមិនត្រឹមតែគាំទ្រដល់ថ្លើមក្នុងការបណ្ដេញជាតិពុលប៉ុណ្ណោះទេថែមទាំងជួយបន្ធូរបញ្ហាទល់លាមកដែលជារឿងទូទៅសម្រាប់លោកតាលោកយាយឬអ្នកដែលមានវ័យច្រើនការចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងទឹកក្រូចឆ្មាក្តៅអ៊ុនៗមួយកែវដែលផ្សំជាមួយក្រូចឆ្មាស្រស់មួយចំណិតគឺជាវិធីសាមញ្ញប៉ុន្តែមានឥទ្ធិពលវាមិនត្រឹមតែជួយសម្អាតមាត់និងបំពង់កដើម្បីឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេថែមទាំងជំរុញការបញ្ចេញទឹកប្រមាត់ដែលធ្វើឲ្យថ្លើមនិងថង់ទឹកប្រមាត់ដំណើរការបានល្អជាងមុនលើសពីនេះអាស៊ីតស៊ីត្រិកក្នុងក្រូចឆ្មាក៏ជួយរក្សាតុល្យភាពកម្រិត pH ក្នុងរាងកាយដែលជាកត្តាសំខាន់សម្រាប់សុខភាពទាំងមូលការស្រាវជ្រាវបានបង្ហាញថាវីតាមីន C និងសារជាតិប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកក្រូចឆ្មាអាចកម្ចាត់រ៉ាឌីកាល់សេរីដែលជាមូលហេតុនៃការខូចខាតកោសិកានិងជួយការពាររាងកាយពីភាពចាស់ជាងវ័យមិនតែប៉ុណ្ណោះការផឹកទឹកក្រូចឆ្មាក៏ជួយរក្សាជាតិទឹកដែលជាមូលដ្ឋានគ្រឹះនៃការបណ្ដេញជាតិពុលតាមធម្មជាតិសម្រាប់លោកអ្នកដែលចង់មានអារម្មណ៍ស្រាវខ្លួននឹងថាមពលថ្មីទឹកក្រូចឆ្មាអាចជាជម្រើសដ៏ល្អប្រសិនបើប្រើប្រាស់បានត្រឹមត្រូវទោះយ៉ាងណាដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះលោកតាលោកយាយនិងបងប្អូនត្រូវយល់ច្បាស់អំពីវិធីប្រើប្រាស់និងដែនកំណត់ការផឹកទឹកក្រូចឆ្មាច្រើនពេកឬប្រើខុសវិធីអាចបង្កផលប៉ះពាល់ដូចជាឈឺក្រពះឬការបំផ្លាញស្រទាប់ធ្មេញដូច្នេះការយល់ដឹងអំពីស្ថានភាពសុខភាពផ្ទាល់ខ្លួននិងការប្រើប្រាស់ក្នុងបរិមាណសមរម្យគឺជាគន្លឹះដើម្បីធ្វើឲ្យទឹកក្រូចឆ្មាក្លាយជាមិត្តសម្លាញ់នៃសុខភាពជាឋានជាការបង្កគ្រោះថ្នាក់សូមបន្តតាមដានអត្ថបទនេះដើម្បីស្វែងយល់បន្ថែមអំពីរបៀបប្រើទឹកក្រូចឆ្មាឲ្យបានត្រឹមត្រូវនិងអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងទៀតផ្នែកទី2តើទឹកក្រូចឆ្មាអាចជួយគាំទ្រដល់ជំងឺអ្វីខ្លះក្រៅពីការបណ្ដេញជាតិពុលទឹកក្រូចឆ្មាក៏មានអត្ថប្រយោជន៍ផ្សេងទៀតដូចជាប្រយោជន៍ទី1ជួយកាត់បន្ថយជាតិស្ករក្នុងឈាមទឹកក្រូចឆ្មាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមប្រកបដោយសុវត្ថិភាពការសិក្សាបានបង្ហាញថានៅពេលលោកតាលោកយាយនិងបងប្អូនញ៉ាំអាហារមានជាតិម្សៅដូចជានំប៉័ងហើយផឹកទឹកក្រូចឆ្មាវាអាចកាត់បន្ថយសន្ទោសៈជាតិស្ករក្នុងឈាមបានរហូតដល់ 33% បើប្រៀបធៀបនឹងការផឹកទឹកធម្មតាឬទឹកតែនេះមានប្រយោជន៍ខ្លាំងសម្រាប់អ្នកដែលចង់គ្រប់គ្រងជាតិស្ករឬការពារជំងឺទឹកនោមផាមប្រយោជន៍ទី2ជួយកាត់បន្ថយទម្ងន់និងគ្រប់គ្រងចំណង់អាហារការផឹកទឹកក្រូចឆ្មាមុនអាហារអាចបង្កើតអារម្មណ៍ឆ្អែតបន្តិចដោយសារទឹកបំពេញក្រពះដែលជួយកាត់បន្ថយបរិមាណអាហារដែលញ៉ាំលើពីនេះការកាត់បន្ថយជាតិស្ករក្នុងឈាមក៏ជួយកម្រិតការប្រមូលផ្ដុំជាតិខ្លាំងនិងគាំទ្រការគ្រប់គ្រងទម្ងន់ប្រយោជន៍ទី3
បង្កើនភាពស៊ាំនិងផ្គប់ផ្គង់វីតាមីន C ផ្លែក្រូចឆ្មាមួយផ្លែធំផ្ទុកវីតាមីន C ប្រហែល38មីលីក្រាមស្មើនឹងជិត 50% នៃតម្រូវការប្រចាំថ្ងៃវីតាមីន C ជួយបង្កើនភាពស៊ាំធ្វើឲ្យស្បែកភ្លឺថ្លាជំរុញការផលិតកូឡាហ្សែនការពារជំងឺបេះដូងនិងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមប្រយោជន៍ទី4ការពារការកកើតគ្រួតម្រងនោមក្រូចឆ្មាមានផ្ទុកអាស៊ីតស៊ីត្រិកចានដែលអាចបំផ្លាញគ្រួតូចៗក្នុងតម្រងនោមនិងបង្កើនបរិមាណទឹកនោមដើម្បីបណ្ដេញគ្រួចេញការផឹកទឹកក្រូចឆ្មាជាប្រចាំក៏ជួយកាត់បន្ថយហានិភ័យនៃការកកើតគ្រួថ្មីប្រយោជន៍ទី5ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារនិងចលនាពោះវៀនទឹកក្រូចឆ្មាជួយបង្កើនសកម្មភាពកន្ត្រាក់ក្នុងពោះវៀនជំរុញការរំលាយអាហារនិងធ្វើឲ្យលាមកទន់ការផឹកទឹកក្រូចឆ្មាមុនអាហារក៏ជួយកាត់បន្ថយការទល់លាមកនិងបង្កើនប្រសិទ្ធភាពនៃការស្រូបយកសារធាតុអាហារផ្នែកទី3តើការផឹកទឹកក្រូចឆ្មាពិតជាសមស្របសម្រាប់មនុស្សគ្រប់គ្នាឬទេមានលោកតាលោកយាយនិងបងប្អូនជាច្រើនជឿថាការផឹកទឹកក្រូចឆ្មាកាន់តែច្រើននិងកាន់តែមានប្រសិទ្ធភាពក្នុងការបណ្ដេញជាតិពុលអ្នកខ្លះថែមទាំងផឹកទឹកក្រូចឆ្មាកន្លះលីត្រក្នុងមួយថ្ងៃនៅពេលពោះទទេទង្វើតាំងនេះមិនត្រឹមតែគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ប៉ុណ្ណោះទេថែមទាំងអាចបណ្ដាលឲ្យរលាកឬខូចខាតដល់ភ្នារំលាយអាហារធ្មេញនិងភ្នែកអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះគឺលោកតាលោកយាយនិងបងប្អូនជាច្រើនអនុវត្តតាមនិន្នាការដោយមិនយល់ច្បាស់អំពីស្ថានភាពសុខភាពរបស់ខ្លួនដែលអាចធ្វើឲ្យទឹកក្រូចឆ្មាคล้ายជាសារជាតិពុលជាជាងបណ្ដិនជាតិពុលឧទាហរណ៍យើងតែងឮការណែនាំថាគួរផឹកទឹកប្រហែល 1.8 ដល់ 2 លីត្រក្នុងមួយថ្ងៃនិងផឹកទឹកក្រូចឆ្មានៅពេលព្រឹកប៉ុន្តែនេះត្រឹមត្រូវតែនៅពេលកែសម្រួលឲ្យសមស្របទៅនឹងបុគ្គលម្នាក់អ្នកហាត់ប្រាណឬបុគ្គលិកការិយាល័យមិនអាចមានតម្រូវការទឹកដូចគ្នាបានទេដូចគ្នានឹងទឹកក្រូចឆ្មាដែរអ្នកដែលមានក្រពះរឹងមាំអាចផឹកទឹកក្រូចឆ្មាបន្ទាប់ពីភ្ញាក់ពីគេងប៉ុន្តែអ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយគួរជៀសវាងទាំងស្រុងការអនុវត្តរូបមន្តដោយមិនពិនិត្យលើកត្តាបុគ្គលអាចបណ្ដាលឲ្យមានភាពមិនប្រក្រតីនៃមុខងារសរីរាង្គជាពិសេសថ្លើមក្រពះនិងតម្រឹងនោមកម្រិតបរិមាណនិងរបៀបរៀបចំទឹក200ទៅ300មីលីលីត្រទឹកក្តៅឧណ្ហៗប្រហែលប្រើទឹកក្តៅខ្លាំងដើម្បីកុំឲ្យបាត់បង់វីតាមីន C ក្រូចឆ្មាកន្លះផ្លែក្រូចឆ្មាស្រស់ទឹកឃ្មុំ1ស្លាបព្រាកាហ្វេជួយបន្ថែមរសជាតិផ្អែមធម្មជាតិនិងល្អសម្រាប់បំពង់កខ្ញី1ទៅ2ចំណិតស្ដាងឬ1លើ4ស្លាបព្រាកាហ្វេម្សៅខ្ញីជួយឲ្យរាងកាយក្តៅនិងគាំទ្រការរំលាយអាហារអំពិលគ្រាប់1លើ4ស្លាបព្រាកាហ្វេជួយរក្សាតុល្យភាពអេឡីត្រូឡីតរបៀបផឹកដោយសុវត្ថិភាពផឹកបន្ទាប់ពីអាហារពេលព្រឹក20ទៅ30នាទីដើម្បីជៀសវាងការឈឺក្រពះផឹកត្រឹម1ទៅ2កែវតូចក្នុងមួយថ្ងៃមិនទ្រុផឹកច្រើនពេកអ្នកមានជំងឺរលាកក្រពះទឹកអាស៊ីតខូឡាងឬសល់ក្នុងតម្រងនោមគួរពិគ្រឹក្សាជាមួយគ្រូពេទ្យមុននឹងប្រើជាប្រចាំការផឹកទឹកក្រូចឆ្មាមិនមែនគ្រាន់តែជាទម្លាប់ប្រចាំថ្ងៃសាមញ្ញនោះទេប៉ុន្តែជាជំហានតូចមួយដ៏មានអត្ថន័យដែលនាំមកនូវភាពស្រស់ថ្លានិងសុខភាពដល់រាងកាយពីការពង្រឹងភាពស៊ាំជួយរំលាយអាហាររហូតដល់ការការពារជំងឺទឹកក្រូចឆ្មាគឺជាអំណោយធម្មជាតិដ៏មានតម្លៃធ្វើយ៉ាងណាការប្រើប្រាស់ឲ្យត្រឹមត្រូវនិងសមស្របជាមួយសុខភាពផ្ទាល់ខ្លួនគឺជាគន្លឹះសំខាន់ចូលធ្វើឲ្យទឹកក្រូចឆ្មាក្លាយទៅជាផ្នែកមួយនៃជីវិតដែលមានតុល្យភាពដើម្បីអូបក្រសោបជីវិតដ៏រឹងមាំនិងពោរពេញទៅដោយថាមពលសូមអរគុណលោកតាលោកយាយនិងបងប្អូនទាំងអស់ដែលបានចំណាយពេលស្វែងរកជាមួយគ្នាសូមជូនពរឲ្យបែបទាំងអស់មានសុខភាពល្អសុភមង្គលនិងភាពជោគជ័យជួបគ្នាម្ដងទៀតនៅកម្មវិធីបន្ទាប់សូមអរគុណ